បងប្អូនណាខ្លះដែលចូលចិត្តធ្វើជ្រក់ខ្ញីញ៉ាំជាមួយនឹងត្រីអាំងត្រីអីដូចខ្ញុំឥឡូវចេញមុខមកកំពុងតែរមមុខហើយចាថ្ងៃនេះគឺសូមមកធ្វើជ្រក់ខ្ញីហើយក៏ឆ្លៀតថតចែកម្លេចបងប្អូនតែម្ដងទៅព្រោះថាវិធីធ្វើជ្រក់ខ្ញីនេះគឺងាយស្រួលណាបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំជ្រក់ខ្ញីគឺត្រូវម៉ាច់តែម្ដងបងប្អូនធ្វើតាម1គីឡូ2គីឡូទុកទៅគឺងាយស្រួលខ្លាំងណាស់នៅពេលដែលចង់ញ៉ាំគឺមានស្រាប់ចឹងណាបងប្អូនហើយចំពោះខ្ញីដែរគឺខ្ញុំទិញមកគឺចាស់លាយខ្ចីបងប្អូនណាដោយសារតែខ្ញីនេះឃើញតែរៀងធូរថ្លៃដែរបងប្អូនគឺ1គីឡូតែ4000ឯងចឹងហើយក៏ជ្រាបទិញកន្លះគីឡូគឺយកមកធ្វើអញ្ចឹងទៅហើយចំពោះរបៀបធ្វើវិញងាយបងប្អូនគ្រាន់តែយកខ្ញីនឹងមកបងប្អូនយកខ្ញីនឹងយកមកឈូសឲ្យស្អាតហើយយកមកកាត់ជាពីរចឹងទៅបងប្អូនហាន់ជាចំណិតស្ដាងដូចខ្ញុំក៏បានបងប្អូនចង់កាត់ជាដុំក៏បានដែរអត់មានបញ្ហាណាបងប្អូនហើយចំពោះខ្ញីដែលខ្ញុំឈូសឲ្យគឺប្រទេសវាគឺស្ដាងបែបហ្នឹងណាចាហើយចំពោះបងប្អូនចង់កាត់បែបណាចង់កាត់ជាដុំតូចឬមួយដុំធំឬមួយក៏ឈូសស្ដាងដូចខ្ញុំក៏តាមការចូលចិត្តធ្វើទៅតាមបេះដូងរបស់បងប្អូនទៅហើយនេះគឺជាខ្ញីដែលខ្ញុំហាន់ជាចំណិតស្ដាងរួចរាល់ណាហើយអាធ្នងវានេះក៏ខ្ញុំអត់ចោលដែរបងប្អូនយើងបកសម្បកវាអាស្លឹកវានេះខាងក្រៅនេះចេញខ្លះទៅហើយកាត់ក្បាលចុងកតុយវាតិចទៅទុកវាមួយឡែកទៅហើយយើងយកអាខ្ញីដែលយើងសកឲ្យមិញហ្នឹងគឺយើងយកមកជ្រុំជាមួយនឹងអំបិលបងប្អូនដាក់អំបិលប្រហែលជា2ស្ព្រាកាហ្វេទៅយើងធ្វើបែបហ្នឹងដើម្បីឲ្យកាត់ជាតិហឹលបងប្អូនហើយបន្តមកទៀតនេះគឺយើងដាក់ដាំទឹកឲ្យពុះហើយគឺយើងយកខ្ញីដែលយើងច្របល់ជាមួយអំបិលមិញហ្នឹងគឺយើងយកមកស្រុះបងប្អូនធ្វើ2តង់បងប្អូនទៅខ្ញីនឹងវាអស់ជាតិហឹលបើសិនជាអត់ធ្វើអញ្ចឹងទេគឺហឹលហើយហាងអត់ឆ្ងាញ់ទេបងប្អូនទោះបីបងប្អូនធ្វើឲ្យទុក4 14 5ហើយក៏វានៅតែហឹលដែរគឺវាអត់ឆ្ងាញ់ណាហើយពិធីសាសឬក៏តិចនិចអីហ្នឹងគឺខ្ញុំធ្វើតែបែបនេះបងប្អូនហើយបន្តមកទៀតហ្នឹងគឺយើងស្រោះហើយយើងយកមកត្រាំជាមួយទឹកត្រជាក់ហើយចាំយើងពូតយកទៅចេញណាខ្ញុំពូតបែបនេះបងប្អូនតែកុំច្បាច់ខ្លាំងពេកទេបងប្អូនគឺច្បាច់មកល្មមបានហើយឥឡូវខ្ញីហ្នឹងគឺបានពូតទឹករួចរាល់ហើយដែរបងប្អូនយើងទុកវាមួយឡែកទៅឥឡូវមកចាប់ដាំទឹកវិញម្ដងហើយចំពោះទឹកវិញគឺខ្ញុំអត់មានប្រើទឹកសទឹកជាយអីយើងធម្មតាណាបងប្អូនគឺខ្ញុំប្រើទឹកខ្មេះចំនួន2កូនចានចង្កឹះនឹងឯងបន្តមកទៀតគឺស្ករ1កូនចានចង្កឹះអំបិលគឺខ្ញុំថែម2ស្ព្រាកាហ្វេទៀតធ្វើបែបនេះទៅនេះគឺជារូបមន្តដែលអ្នកម្ដាយខ្ញុំប្រាប់ផ្ទាល់តែម្ដងបងប្អូនហើយធ្វើបដានេះគឺអ្នកម្ដាយខ្ញុំគឺគាត់អង្គុយប្រាប់បដាអានេះដោយសារតែខ្ញុំការធ្វើរបស់ខ្ញុំវារៀងស្ទាក់ស្ទើរអញ្ចឹងទៅគាត់អង្គុយប្រាប់ថែមនិយាយពីថាញាត់ចូលកន្លោហើយបងប្អូនយើងជ្រុះតប៉ាត់តប៉ែដូចស្អីទេតែអាជ្រុះហ្នឹងក៏យើងបោះចោលដែរណាបងប្អូនយើងទៅលាងទឹកឲ្យស្អាតហើយញាត់ចូលកន្លោវិញទៅក៏អត់មានបញ្ហាដែរហើយបន្តមកទៀតហ្នឹងគឺខ្ទឹមយើងបងប្អូនខ្ទឹមខ្ញុំប្រើប្រមើមហើយនឹងម្ទេសក៏ខ្ញុំដាក់លាយចូលគ្នាដែរបងប្អូនដើម្បីយកចិត្តឆ្ងាញ់អញ្ចឹងណាបងប្អូនហើយបន្តមកទៀតនេះគឺទឹកយើងគឺពុះហើយអញ្ចឹងហើយគឺយើងចាក់ចូលទាំងក្តៅអញ្ចឹងតែម្ដងហើយបន្ទាប់ពីចាក់ចូលអស់ហើយចាំទុកឲ្យវាត្រជាក់បន្តិចបងប្អូនចាំយើងគ្របគម្របបើមិនអញ្ចឹងទេគឺវាយកចំទៅវាលក្ខណៈវាលួយពេកអញ្ចឹងណាបងប្អូនព្រោះដោយសារខ្ញីខ្ញុំចិត្តស្ដាងហ៎បើសិនជាធ្វើបែបហ្នឹងទៅគឺខ្ញុំអត់កើតទេបងប្អូនឥឡូវខ្ញីរបស់ខ្ញុំហ្នឹងមើលទៅចោលត្រជាក់តិចហើយគឺខ្ញុំបិទគម្របបន្ទាប់ពីបានបិទគម្របនឹងហើយគឺ3ថ្ងៃក្រោយមកចាំយើងមករើចេញវិញបងប្អូនហើយមើលសភនភាពមិនដែរបងប្អូនបើសិនជាមើលទៅទំនងកុំភ្លេចជួយឲ្យមិនដែរហើយកុំភ្លេច share ចែកម្លែកម្នាក់មួយបញ្ជាក់បងប្អូនចំពោះខ្ញីនេះហ่าបងប្អូនបើសិនជាបងប្អូនមានអាការៈផ្ដាសាយមានអីហ្នឹងបងប្អូនឬក៏ហៀសបោឈឺក្បាលហ្នឹងបងប្អូនក៏អាចចិត្តមួយចំណិតពីរចំណិតហើយលាយជាមួយនឹងទឹកក្តៅហើយលាយជាមួយនឹងអំបិលគ្រាប់យើងអំបិលគ្រួសបងប្អូនពី3គ្រាប់ទៅក៏អាចកាត់បន្ថយនឹងការផ្ដាសាយបានដែរអញ្ចឹងវីដេអូចែករំលែកអំពីធ្វើជ្រក់ខ្ញីក៏មានតែប៉ុណ្្នឹងទេអរគុណ